សូមជូនរឿងកំណប់ឪពុកសូមប្រិយមិត្តជួយចុច Subscribe Channel YouTube ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបានរឿងនិទានថ្មីៗស្ដាប់កម្សាន្តជាបន្តទៀតមានរឿងនិទានមួយបានដំណាលថាមានគ្រួសារមួយមានកូន12នាក់សុទ្ធតែប្រុសឪពុកប្រកបមុខរបរជាជាងចម្លាក់ឈើតែក្នុងចំណោមកូនទាំង12នាក់នោះកូនច្បងគេមិនដែលយកចិត្តទុកដាក់ក្នុងការរៀនឆ្លាក់ពីឪពុកដូចកូនប្អូនឡើយពេលខ្លះគេដើរលេង2 ទៅ 3ថ្ងៃមិនដែលចូលផ្ទះក៏មានច្រើនឆ្នាំក្រោយមកឪពុកបានទទួលអនិច្ចកម្មបាត់ទៅគាត់ក៏មិនមានអ្វីដែលបន្សល់ទុកឲ្យកូនក្រៅពីកំណាត់ឈើ12កំណាត់វែងនោះឡើយយប់មួយម្ដាយបានសុបិនចម្លែកព្រឹកឡើងគាត់បានហៅកូនទាំង12នាក់មកជុំគ្នាហើយបានរៀបរាប់ពីសុបិននោះប្រាប់ដល់កូនថាណែកូនទាំងអស់គ្នាយប់មិញម៉ែបានយល់សប្តិឃើញឪពុករបស់ឯងណាគ្រាន់តែកូនឮម្ដាយនិយាយបែបនេះម្នាក់មានទឹកមុខស្រពាប់ស្រពោនព្រោះពួកគេនឹកឪពុកគេណាស់កូនពៅបានរត់ទៅអោបម្ដាយហើយនិយាយទាំងទឹកភ្នែកថាម៉ែកូននឹកពុកខ្លាំងណាស់ចំណែកឯកូនបងមិនរវល់នឹងប្អូនឡើយវានិយាយតែម្នាក់ឯងហើយនិយាយទៅកាន់ម្ដាយថាម៉ែឆាប់និយាយរឿងដែលម៉ែសុបិនឃើញលោកពុកប្រាប់ពួកខ្ញុំបន្តទៀតទៅម្ដាយបាននិយាយរៀបរាប់បន្តទៀតថាលោកឪពុកឯងមិនដែលភ្លេចពួកឯងទេគាត់ថារក្សាកូនរហូតមកម្ដាយបន្តទៀតថាឪពុកពួកឯងឲ្យពួកឯងទៅយកកំណប់កូនបងគ្រាន់តែឮថាឲ្យទៅយកកំណប់ភ្លាមគេក៏ទៅជួបម្ដាយគេហើយសួរថាម៉ែតើពុកថាកំណប់នោះនៅកន្លែងណាម្ដាយបានប្រាប់ទៅកូនថាគាត់ឲ្យពួកឯងទៅលើកំណាត់ឈើដែលគាត់ទុកឲ្យនោះដើរទៅទិសខាងលិចរហូតដល់មាត់ព្រែកនោះពួកឯងនឹងឃើញកំណប់នោះហើយកូនច្បងបានតបថាចាំបាច់យកកំណាត់ឈើទៅធ្វើអីម៉ែធ្ងន់អត់អំពើទុកឲ្យកូនទៅយកតែម្នាក់ឯងចុះពេលដែលបានហើយកូននឹងយកកំណប់នោះមកចែកប្អូនឲ្យស្មើគ្នាម្ដាយមិនយល់ស្របពីគំនិតកូនបងទេគាត់បាននិយាយថាមិនបានទេកូនត្រូវតែធ្វើតាមបណ្ដាំរបស់ពុកឯងទើបអាចយកកំណប់នោះបានកូនបងបានរត់យ៉ាងលឿនទៅរើសកំណាត់ឈើមួយដែលស្រាលជាងគេបន្ទាប់មកកូនទាំង12នាក់បានលីកំណាត់ឈើធ្វើដំណើរទៅទិសខាងលិចដោយកូនបងជាអ្នកដើរមុនគេព្រោះគេលីឈើដែលស្រាលជាងគេដល់ពាក់កណ្ដាលផ្លូវពួកគេក៏នាំគ្នាសម្រាកព្រោះចុករយស្មាពុនពេកលើកលែងតែកូនច្បងឃើញប្អូនឈប់សម្រាកបែបនេះក៏គិតថាអញទៅមុនគេហើយដើម្បីទៅកាប់ឈើនោះឲ្យកាន់តែស្រាលគិតហើយកូនបងក៏ទៅមុខយ៉ាងលឿនហើយក៏កាត់ឈើមួយកំណាត់ចោលបន្ទាប់មកពួកគេក៏ធ្វើដំណើរទៅមុខទៀតកូនបងបានរអ៊ូថាគ្រាន់តែទៅយកកំណប់សោះចាំបាច់អីលីកំណាត់ឈើទៅតាមធ្វើអីកូនច្បងមានអារម្មណ៍ថាសប្បាយចិត្តណាស់គេដើរផងច្រៀងផងពួកគេទាំង12នាក់បានសម្លឹងទៅមុខឃើញមាត់ព្រែកមួយក៏នាំគ្នាដើរយ៉ាងលឿនសំដៅទៅរកមាត់ព្រែកនោះនៅត្រើយម្ខាងមានដំបូកមួយដែលកំពុងតែបញ្ចេញពន្លឺយ៉ាងចិញ្ចាចព្រែកនោះមិនអាចឆ្លងទៅដោយគ្មានកំណាត់ឈើធ្វើជាស្ពានបានឡើយកូនច្បង
បានយកកំណាត់ឈើរបស់ខ្លួនដាក់ឆ្លងព្រែកតែមិនអាចឆ្លងបានឡើយព្រោះវាបានក្លាយជាកំណាត់ឈើដ៏ខ្លីបាត់ទៅហើយប្អូនគេនាំគ្នាដាក់ឈើហើយឆ្លងទៅរកដំបូកនោះពេលនោះទើបកូនច្បងបានយល់យ៉ាងច្បាស់អំពីបំណងរបស់ឪពុកគេបានលុតជង្គង់ស្រក់ទឹកភ្នែកហើយនិយាយដោយអស់សង្ឃឹមថាលោកពុកកូនដឹងកំហុសហើយពុកតែងតែប្រៀនប្រដៅកូនថាឲ្យកូនមានចិត្តតស៊ូអត់ធ្មត់ព្យាយាមក្នុងការងារសាងតែអំពើល្អតែកូនមិនដែលស្ដាប់ពាក្យទូន្មានរបស់ពុកឡើយពីថ្ងៃនេះទៅកូននឹងកែខ្លួនជាមនុស្សល្អហើយថែរក្សាម៉ែនិងប្អូនទាំងអស់មិនឲ្យពួកគេអស់សង្ឃឹមឡើយរឿងកំណប់ឪពុកដែលប្រិមិត្តយើងបានស្ដាប់កំសាន្តនៅពេលនេះសូមចប់តែត្រឹមនេះតែមុននឹងបញ្ចប់ទៅខ្ញុំបាទសូមខន្តីនិងអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយណាក្នុងការធ្វើអត្ថាធិប្បាយទៅមានចន្លោះខ្វះខាតត្រង់ប្រការណាមួយសូមប្រិមិត្តយោគយល់និងអធ្យាស្រ័យពីចម្ងាយផងដើម្បីទទួលបានវីដេអូថ្មីស្ដាប់កំសាន្តជាបន្តទៀតសូមប្រិមិត្តជួយចុច Subscribe Channel YouTube និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានរឿងនិទានថ្មីស្ដាប់កំសាន្តជាបន្តទៀតសូមអរគុណ